Case study ទាំងអស់គ្នាចឹងថ្ងៃនេះគឺយើងមកធ្វើការនិយាយគ្នាអំពី inducement មានគ្នាយើងមួយចំនួនគឺគាត់នៅតែអត់យល់ថាតើអ្វីទៅគឺជា inducement គាត់យល់ថាអីគេជា inducement ហើយវាជាប្រភេទនៃ liquidity វាត្រូវក៏ប៉ុន្តែពេលខ្លះគាត់អត់យល់ថាតើរបៀបដែលយើង mark វាគឺយ៉ាងដូចម្តេចទេដោយសារក៏ប៉ុន្តែខ្ញុំសូមនិយាយបញ្ជាក់តិចតាមបទពិសោធន៍របស់ខ្ញុំកន្លងមក trade ជាង3ឆ្នាំ4ឆ្នាំនេះចិត្តដល់ចូលដល់ឆ្នាំទី4អីចិត្តអីឥឡូវនៅ3ឆ្នាំក៏ប៉ុន្តែប្រភេទ liquidity ប្រភេទ inducement អីគឺវាតែមួយទេវាអត់មានបែងចែកអីណា draw liquidity អត់មានបែងចែកexternal liquidity internal liquidity ស្អីទេ inducement ក៏ជា internal liquidity ហើយ external liquidity បើតាមខ្ញុំmark វាគឺខ្ញុំ mark វាគឺជា stop hand អីចឹងទៅណាហើយបើសិនជា trend line ក៏វាជា inducement ដូចគ្នាដែរឧទាហរណ៍ថាទីផ្សារវាដើរទៅចេះចឹងនេះគឺជា trend line liquidity អត់ចឹងបើសិនជាយើង mark នេះគឺជា trend line liquidity នេះចឹងបើសិនជាយើង mark ឲ្យចំទៅបុកជុំចឹងបើសិនជាយើង mark ឲ្យចំទៅវាគឺជា inducement របស់វាដែរនៅកន្លែងនេះដាក់ចេះមកនៅពេលដែលវាប៉ះ induce ប៉ះអីមួយដែលវាពិតប្រកបនៅរបស់វាមិនបុកឡើងទៅលើអញ្ចឹងទៅចាហ្នឹងគឺវាអញ្ចឹងមិនមាននឹងអីកាត់ឡើងបុកឡើងទៅលើមិនអូខេតោះអញ្ចឹងយល់ទេចឹងមកន័យថាអាហ្នឹងគឺវាអញ្ចឹងណាអញ្ចឹងវាអត់មានអីដែលត្រូវយើងបែងចែកថាអូ liquidity ច្រើនណាខ្ញុំអត់យល់ទេ inducement វាមាន inducement ផងវាមាន external liquidity ផង liquidity អីគេ liquidity pool ផងដូចតែគ្នាទាំងអស់ហ្នឹងឲ្យតែយើងចេះ inducement មួយគឺវាចេះទាំងអស់បាត់ហើយមានអីដែលត្រូវញ៉ៃច្រើនតាមបទពិសោធន៍របស់ខ្ញុំណាគេចង់បែងចែកអីបែងទៅខ្ញុំអត់ខ្វល់ទេសំខាន់ខ្ញុំយកលុយពីទីផ្សារបានតែប្រើប្រាស់តែ inducement តែមួយគត់យល់ទេចឹង inducement អ្វីដែលយើងមុននឹងយើងត្រូវតែធ្វើអ្នកឃើញអ្នកខ្លះអីណាដាក់ក៏ប៉ុន្តែគេដាក់ចឹងអត់ខុសទេគាត់ថាវាធ្វើបង្កើតឲ្យស្មុគស្មាញខ្លួនឯងទៅអីinternal liquidity ស្អីទេ internal liquidity ប្រាច់ internal ហើយវាប៉ះ POI របស់វានៅកន្លែងនេះអីចឹងវាទាំង M ទៅលើ external liquidity នេះ external liquidity របស់វានេះអីគេដែលគេដាក់ឈ្មោះរបស់វាស្កាត់មិនចឹងនេះ external liquidity ទៅស្អីពេញមកទៅ external liquidity ទៅហើយខ្ញុំនឹងធ្វើការចូលបាយនៅកន្លែងនេះគ្មានមិនស្អីអស្ចារ្យទេណាអញ្ចឹងយើងបាច់ទៅខ្វាយខ្វល់អីច្រើននេះយើងដឹងថាដំបូងឡើយដែលយើងចង់ធ្វើអំពី inducement ដែលយើងចង់សិក្សាអំពី liquidity បានច្បាស់លាស់យើងត្រូវតែម៉េចយើងត្រូវតែស្វែងយល់អំពីទី1គឺ market structure market structure ចឹងអ្នកខ្លះថាខ្ញុំយល់អស់ហើយហ្នឹងគ្មានទេខ្មេះអីទេអ្នកខ្លះយល់បានតែយល់តែដល់ពេលឲ្យធ្វើលំហាត់ assignment ខុសទាំងអស់ដឹងស្អីជាស្អីចាប់ស្អីជាស្អីសិស្សខ្ញុំណាអញ្ចឹងអាហ្នឹងគឺយើងត្រូវតែសិក្សាពីវាដែរអញ្ចឹងយើងមើលទៅmarket structure ស៊ីដឹងទីផ្សាររបស់វាមានតែ2ទេមានតែឡើងទៅចេះហើយបុកឡើងអញ្ចឹងទេតែប៉ុណ្្នឹងនេះboss មានអីពិបាកអញ្ចឹងយើងដឹងថានិយមន័យរបស់ PBOI របស់វាគឺមាននិយមន័យអីអត់អញ្ចឹងខ្ញុំបានបញ្យល់នៅក្នុងមេរបស់ខ្ញុំតែអ្នកខ្លះនៅតែធ្វើខុសទៀតអញ្ចឹងខ្ញុំថាវាមិនអីអស្ចារ្យទេអ្នកខ្លះបានថាយល់អញ្ចឹងការពិតទៅឲ្យធ្វើលំហាត់ជាក់ស្ដែងគឺអត់មានយល់អីទេចាហ្នឹងគឺវាអញ្ចឹងណា boss តានិយមន័យរបស់វា boss ហ្នឹងគឺវាមានអត្ថន័យយ៉ាងដូចម្ដេចហើយនៅពេលដែលចេញ boss តើយើងគួរតែធ្វើអ្វីបន្តទៀតអត់អ្នកខ្លះអត់មានដឹងទេដឹងថាboss អញ្ចឹងខាតពេលអត់ចំគោលដៅអញ្ចឹងទៅអញ្ចឹងគ្រូទាំងអស់អ្នកគ្រូលោកគ្រូទាំងអស់មិនថាមួយខ្ញុំឬក៏មួយគេទេគឺវាយល់អស់ហើយតែណាតាសិស្សទាំងអស់ហ្នឹងគឺគាត់ចង់មើលមេរៀនឲ្យហើយឲ្យឆាប់ដល់មេរៀនចង់ក្រោយឲ្យឆាប់បានលុយឲ្យឆាប់ចេះឲ្យឆាប់ trade បានលុយតែមានណាអត់មាន trade បានលុយទេគឺ trade ខាតបាក់ទឹកចិត្តគិតថាខ្លួនឯងអត់មាននិស្ស័យជាមួយនេះឬក៏អីណាបាក់ទឹកចិត្តអីទៅចូលមើល Instagram Reel ឃើញគេអីគេ never give up អីវាត្រូវអីតែវាមិនអីអស្ចារ្យទេតែប៉ុណ្្នឹងខ្ញុំគ្រាន់តែចង់និយាយថាវាមិនបើយើងនិយាយអាក្រក់ស្ដាប់វាមិនខ្មេះទេអញ្ចឹងណាខ្ញុំនិយាយអាក្រក់ស្ដាប់តិចអីថ្ងៃនេះក៏ប៉ុន្តែវាជារឿងពិតហើយការរៀនគឺយើងបាច់ទៅរៀន
អីច្រើនពេកទេបាច់ទៅហ៊ានអីញ៉ៃច្រើនទេខ្ញុំគាត់នៅចង់និយាយអញ្ចឹងណាបើពិសោធន៍ខ្ញុំ4ឆ្នាំហេតុអី3ឆ្នាំជាងនេះហេតុអីបាទខ្ញុំយកលុយពីទីផ្សារបានគឺដោយសារតែខ្ញុំផ្ដោតទៅលើតែមួយយុទ្ធសាស្ត្រតែមួយទេដូច liquidity អ្នកខ្លះគឺគាត់ផ្ដោតទៅលើច្រើនយុទ្ធសាស្ត្រតែក៏ប៉ុន្តែខ្ញុំផ្ដោតទៅលើមួយ inducement ចប់ stop hand តែប៉ុណ្្នឹង stop hand មួយ Toro Soup ដូចគ្នាទៀតខ្ញុំណាគេថាចង់ហៅ Toro Soup ខុសគ្នាមួយ stop hand ខ្ញុំអត់ញ៉ៃច្រើនខ្ញុំ stop hand គឺ stop hand stop hand ក៏ដូចជា Toro Soup ដូចតែគ្នាទាំងអស់ទេអញ្ចឹងអាហ្នឹងអីគឺយើងមកធ្វើការនិយាយគ្នាអំពី inducement សិនក៏ប៉ុន្តែមុននឹងអស់គ្នាចូលទៅដល់ mark inducement យើងនឹងសិក្សាអំពី market structure shift សិនថាតើនៅពេលដែលវាចេញ structure market structure shift តើ inducement របស់វាគឺនៅកន្លែងណាចា៎នេះខ្ញុំ basic បានន័យថាខ្ញុំគូសអាខ្សែអញ្ចឹងគឺជា basic បានន័យមូលដ្ឋានក្នុងការទីផ្សារពិតប្រាកដរបស់វាមូលដ្ឋានណាអញ្ចឹងនៅពេលដែលចូលដល់ទីផ្សារជាក់ស្ដែងវានឹងស្មុគស្មាញហ៎ឃើញទេឃើញស្អីខ្លះហ៎ស្មុគស្មាញហ៎អញ្ចឹងបាននិយាយទៅយើងត្រូវការបក through ទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចង់ mark inducement បន្ទាប់មកគឺយើងត្រូវតែ mark ទៅលើ swing low swing high សិនដែលគេហៅថាអីគេអានេះគឺជាអីគេនេះ lower high ចានេះគឺជាបន្ទាប់មកនៅពេលដែលវាចេញទៅជាអញ្ចឹងអានេះគឺជា high ស្អីគេអានេះគឺជា high low អានេះគឺជា high ណាអូខេ high low អានេះគឺជា high បើតែអ្នកអស់គ្នាមិនចាំឈ្មោះក៏បានចាំតែនេះគឺ high អានេះគឺជា low អានេះគឺជា high តែប៉ុណ្្នឹងទៅអញ្ចឹងនៅពេលដែលយើង mark ប៉ុណ្្នឹងហើយយើងចូលក្នុងតាម frame 1ម៉ោងណាយើងឃើញប៉ុណ្្នឹងហើយគឺវាតែងតែធ្វើការមក retest មកត្រឹមណាត្រឹមនេះឬក៏ត្រឹមអីគេដែលគេអាចហៅថាវាគឺជាត្រឹម equilibrium នេះវាមកធ្វើការ retest ត្រឹម equilibrium ណាឬក៏លើនឹងតិចតួចអញ្ចឹងទៅហើយវាតែងតែបង្កើត inducement នៅម្ដុំនឹងឯងបន្ទាប់មកមួយទៀតបន្ទាប់មកវានឹងធ្វើការបកឡើងទៅលើអញ្ចឹងទៅយើងគិតថាអូទីផ្សារប្រហែលជាបុកឡើងទៅលើវិញហើយវាគឺបានវាប៉ះទៅលើsupport resistance របស់វានៅនេះហើយដែលយើងអាចបាននិយាយបានថាវាគឺជា breaker block អីចឹងទៅអូខេ breaker block អីចឹងទៅក៏ប៉ុន្តែវាអត់ទេវានឹងធ្វើការផ្ដាច់ induce បានន័យថា inducement គឺជាកន្លែងដែលវាជំរុញឲ្យអ្នកធ្វើការ buy ហ្នឹងគឺគាត់ buy កន្លែងហ្នឹងឲ្យបានច្រើនអញ្ចឹងចាំឲ្យវាមកធ្វើការ retest ចាំយើងធ្វើការចូល entry នេះបកអត់ទេវាអត់ធ្វើការឲ្យយើង entry ទេដាក់សិនដែរពុបអាយ៉ាគេសប្បាយចិត្តគេឡើងមកបន្តិចមានណាគេបុកចុះទៅក្រោមពុបផ្ដាច់ inducement ចាក់ចូល PRI របស់វាពិតប្រាកដនៅកន្លែងនេះ PRI របស់វានៅណាខ្ញុំអត់ដឹងទេវាអាចទៅជា breaker block FEG or the block CISD I don't care បន្ទាប់មកគឺវាមាន form គឺជា SMT វា form ជា SMT បានយើងធ្វើការចូល entry CISD នេះយល់ទេនេះ CISD ហើយបានវាធ្វើការ entry ចូលអាហ្នឹងបានយើងអាចធ្វើការ entry បាននេះបកឡើងទៅលើអញ្ចឹងទៅចា៎ហ្នឹងគឺជា inducement អញ្ចឹងនៅពេលដែលយើងយល់អំពី market structure ច្បាស់យើងនឹងធ្វើការរៀនអំពី inducement ហ្នឹងគឺវាយល់អញ្ចឹង inducement គឺវាមានប្រភេទរបស់វាផ្សេងមួយទៀតក៏ប៉ុន្តែយើងបាច់ទេឲ្យតែយើងចាប់នៅ market structure ពិតប្រាកដរបស់វាដែលវា form មកស្អាតគឺយើងអូខេអានេះគឺជា low នេះគឺជា high ណាគាត់វាបែកចែកអានេះគឺជា1ម៉ោងផ្សេងយើងចូលទៅក្នុង time frame 5 10នាទីវាបែបអញ្ចឹងដែរនៅក្នុង1នាទីក៏វាបែបអញ្ចឹងដែរតែបន្តមកគឺវាមិនទៀតបន្តមកវាអាចនឹង form គឺជា trend line liquidity trend line liquidity បុកនេះ trend line liquidity ក៏ប៉ុន្តែបើសិនអ្នកខ្លះគិតនេះគឺជា trend line liquidity ញ៉ៃមែនអ្នកខ្លះគិតចាប់តែ inducement មកចាស់នេះគឺជា inducement ហ្នឹងអញ្ចឹងមកផ្ដាច់ចេះមកយើងធ្វើការចូលអញ្ចឹងជាក់ស្ដែង Nasdaq នេះនៅក្នុង time frame 1ម៉ោងបងប្អូនឃើញអីអត់នេះឡើយនេះវា form ជា trend line liquidity អូខេ form ជា trend line liquidity នេះបើសិនជាយើងនិយាយពី pattern អីគេនេះ pattern អីគេតង់ជាតិ pattern អីនេះ pattern ស្អីគេហ្នឹងអញ្ចឹងនៅពេលដែលវាផ្ដាច់ inducement នេះគឺជាកន្លែងដែល bank ចូលហ្មង candle មួយនេះគឺជា candle ដែល institute ចូលខ្ញុំហ៊ាននិយាយអញ្ចឹងហ្មង
ដោយសារអីដោយសារ inducement របស់វាច្បាស់តែងប៉ុណ្ណឹងឯហ្នឹងដាច់ inducement បុកឡើងទៅលើវិញឃើញទេចឹងហ្នឹងគឺវាអញ្ចឹងហើយយើងមើលទៅឡៃនេះគឺបាច់យើងបាច់ទៅស្មានអីច្រើនទេបាច់ទៅគូស trend line អីច្រើនយើងដឹងតែឡៃនេះគឺជា inducement ដូចខ្ញុំបញ្យល់មិញហ្នឹងឃើញទេកន្លែងដែលយើងគិតថាអូវានឹងធ្វើការបុកឡើងទៅលើបើយើង trade ជាបាននេះ scalp តិចតួចបាន intraday ជាបាននេះក៏ប៉ុន្តែអ្នក whole swing ធ្វើមិនទៅហើយក៏ដាក់ stop loss ក្រុមហ្នឹងមិនផ្ដាច់បាត់ហើយនេះអញ្ចឹងនេះគឺជា endorsement របស់វាឃើញទេចឹងអ្វីយើង market structure swing high swing low sorry low high ឡើយនេះក៏បានដែរឬក៏យើងអាចចាត់ទុកថាកន្លែងនេះគឺជា high ក៏បានដែរនេះចា high ឡើយនេះក៏បានដែរណា high ឡើយហ្នឹង high វាមកផ្ដាច់ endorsement ដែលយើងមើលសិនយើងវត្តវាអត់ចំ equilibrium ទេវាចំ equilibrium ទេនេះ equilibrium ចាក់ចូល equilibrium បុកឡើងទៅលើចាហ្នឹងគឺជា endorsement ដែលយើងធ្វើការរៀននឹងឯងចាឥឡូវយើងមើលតទៀតណាយើងចូលទៅកាន់មាសម្ដងទៅគ្នាយើង trade មាសច្រើនណាមួយរយៈនេះបុកឡើងដល់ណាហើយអូខេមាសមួយរយៈនេះគឺខ្ញុំអត់ចំណេញមួយមាសទេដោយសារអីដោយសារវានេះដូចខ្ញុំបាននិយាយអញ្ចឹងថាចាំឲ្យលុះត្រាតែដាច់ខែហ្នឹងបន្ទាប់ពី nan farm វាអាចនឹងឬក៏មុន nan farm ពី3ថ្ងៃវាអាចនឹងមុន nan farm 1ថ្ងៃមុន nan farm 1ថ្ងៃ2ថ្ងៃវាអាចនឹងបុកផ្ដាច់ឯរ៉ែងមួយហ្នឹងវាបុកផ្ដាច់ឯជាទូទៅណាជាទូទៅអត្តចរិតរបស់មាសគឺវាមុន nan farm គឺវានឹងបុកផ្ដាច់ទៅលើកុំនិយាយច្រើនពេកកុំឲ្យសឹមតប៉ែឡែឡតច្រើនពេកនេះខ្ញុំដូចខ្ញុំបាននិយាយអញ្ចឹងយើងត្រូវដំបូងឡើយយើងត្រូវប្រកាសបញ្ជាជាមួយ market structure សិនហើយនេះគឺជា low នេះគឺជា high ឃើញទេអញ្ចឹងវាមានជើងរបស់វាមួយដែលនៅអំឡុងពេល high low នឹងឯងបានន័យថាគណៈពេល high low នេះអានេះ high អានេះមិន low ស្អាតអញ្ចឹងវានៅចំចំណុចកណ្ដាលរបស់ high low មួយហ្នឹងវាមិនមែនកណ្ដាលសុទ្ធ 100% ហ្មងទេមិនមែននៅចំណុច equilibrium ហ្មងទេក៏តែក៏វាអាចនៅគៀកនឹងដែរចឹងហ្នឹងណាចឹងយើងចាំទៅមកផ្ដាច់អត់ថ្ងៃណាមួយវានឹងធ្វើការមកផ្ដាច់ចានេះយើង4ម៉ោងបើសិនជាយើង trade ជា intraday យើងបានហើយកន្លែងនេះបានហើយក៏ប៉ុន្តែអ្នក so swing ក៏យើងអត់បានដែរតែក៏យើង apply ទាំងអស់ហ្នឹងគឺនៅក្នុង1នាទី5នាទីអីដែរយល់ទេ apply ទាំងអស់ហ្នឹងនៅក្នុង1នាទី5នាទីដែរតើអត់នេះយើងមើលហើយនេះក៏វាផ្ដាច់ inducement ប្រកបញញអីច្រើនអញ្ចឹងបានន័យថាខ្ញុំ show នេះ show នៅក្នុង time frame 4ម៉ោងក៏ប៉ុន្តែទាំងអស់គ្នាជា intraday ជា scalper ក៏ដោយក៏ដូចតែគ្នាដែរនៅក្នុង time frame តូចចេញអញ្ចឹងដូចគ្នាអញ្ចឹងចឹងហ្នឹងចឹងដល់ពេលយើងដឹងយល់ពី time frame ធំនិង time frame តូចដូចគ្នាអញ្ចឹងដូចយើងយល់យើងរៀនកខរៀនបូកដកលេខអញ្ចឹងយើងពេលដែលយើងដឹងអំពី basic បូកដកលេខចែកកតាបឋមអីស្អីគេអង្គទេក្រាស្អីយើងអាចធ្វើអនុគមបានហ្នឹងគឺវាអញ្ចឹងដូចគ្នាអញ្ចឹងណាអូខេអញ្ចឹងដូចអត់មានអីច្រើនទេចាំយើងជួបគ្នានៅពេលក្រោយទៀត